ឧត្តមសេនីយ៍បានក្រវែងបងរំរបួសសម្ដៅទៅមាត់ធូប៉ុន្តែមួយវិនាទីក្រោយមកវាបានហោះទៅចំក្បាលនារីសម័យទំនើបម្នាក់រឿងនេះធ្វើឲ្យនារីដែលខ្លាចមេរោគម្នាក់នោះខឹងភ្លាមដូច្នេះនាងក៏ចាក់ទឹកទាំងអស់ពីដបទឹករបស់នាងចូលទៅក្នុងធូបន្ទាប់ពីចាក់រួចនាងដឹងថាមិនមានទឹកសូម្បីតែមួយដំណក់នៅខាងក្នុងដូច្នេះនាងក៏បើកក្បាលរ៉ូមីណេហើយចាក់ទឹកបំពេញវាផ្ទាល់តែម្ដងវាគឺជាទង្វើដោយអចេតនារបស់នាងនេះហើយដែលហ៊ាននឹងជួយសង្គ្រោះជីវិតមនុស្សរាប់សែននាក់នៅសម័យបុរាណតាមពិតទៅពួកឧត្តមសេនីយ៍និងទាហានបុរាណត្រូវបានស្រូវឡោមព័ទ្ធអស់រយៈពេលជាច្រើនខែខណៈដែលពួកគេត្រៀមសម្រាប់សេះចម្បាំងដើម្បីធ្វើជាអាហារស្រាប់តែមានទឹកហូរចេញពីដបនោះពួកទាហានមានក្តីរំភើបជាខ្លាំងភ្លាមឧត្តមសេនីយ៍ជឿថាវាជាការប្រទានពីព្រះគាត់បានចែកទឹកដល់អ្នកស្រុកភ្លាមដោយមិនស្ទាក់ស្ទើរអ្នករាល់គ្នាពោពេញទៅដោយក្តីរីករាយប៉ុន្តែនារីម្នាក់នោះកំពុងមានបញ្ហាអ្នកគ្រប់គ្រងអគារបានទូរស័ព្ទមកប្រាប់ថានាងបានប្រើប្រាស់ទឹកអស់100តោនពេលហេតុដូច្នេះនារីនោះក៏ភ្ញាក់ខ្លួនវិញនាងប្រញាប់ទៅផ្ទះបាយហើយបិទក្បាលរ៉ូមីណេប៉ុន្តែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលនោះគឺដបនៅតែស្ងួតដែរដូច្នេះនាងក៏បដូរវិធីនាងសម្រេចចិត្តសាកល្បងជាមួយអាហារនាងបានដាក់បាយដែលសនៅលើមាត់ដបបាយនោះក៏បាត់ភ្លាមបន្ទាប់មកនាងក៏ដាក់ម្ហូបដែលសទាំងអស់ពីលើលទ្ធផលគឺដូចមុនដដែលស្របពេលជាមួយគ្នានោះពួកទាហានកំពុងតែដាច់បាយស្រាប់តែមានប្រអប់បាយសមួយធ្លាក់ចេញពីថូគ្រប់គ្នាស្រឡាំងកាំងបន្ទាប់ពីភ្លក់មួយម៉ាត់ពួកគេដឹងថាវាជាប្រភេទបាយសុទ្ធដ៏ល្អឥតខ្ចោះដែលមានតែរាជវង្សប៉ុណ្ណោះទើបអាចសោយបានមិនទាន់ទាំងនិយាយចប់ផងប្រអប់មួយទៀតក៏ធ្លាក់មកលើកនេះមានសាច់មាន់ពួកទាហានរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកមុនពេលពួកគេអាចយល់ពីអ្វីដែលកំពុងកើតឡើងថូនោះនៅតែបន្តបញ្ចេញអាហារមកដើម្បីអរគុណដល់បាមីស័ក្តិសិទ្ធិដែលនៅពីក្រោយរឿងនេះឧត្តមសេនីយ៍បានសម្រេចចិត្តសរសេរលិខិតថ្លែងអំណរគុណនិងបួងសួងសុំអាហារបន្ថែមដើម្បីជួយទីក្រុងទាំងមូលឲ្យរួចផុតពីវិបត្តិបន្ទាប់មកគាត់បានដុតលិខិតនោះហើយទម្លាក់ចូលទៅក្នុងធូស្របពេលនោះនារីម្នាក់នោះទើបតែសម្អាតអ្វីដែលនាងគិតថាជាសម្រាមចេញពីធូរួចស្រាប់តែនាងឃើញផ្សែងខ្មៅហុយចេញពីវាពេញកន្លែងរបស់នាងវាថែមទាំងឆេះកម្រាលព្រំដែលនាងចូលចិត្តទៀតផងនារីនោះខឹងយ៉ាងខ្លាំងនាងបានចាក់អាហារដែលហួសកាលបរិច្ឆេទទាំងអស់នៅក្នុងផ្ទះចូលទៅក្នុងធូប៉ុន្តែគម្រោងសងសឹករបស់នាងបែរជាផ្ដល់ផលល្អទៅវិញពួកទាហានសប្បាយចិត្តយ៉ាងខ្លាំងសូម្បីតែមីកញ្ចប់ធម្មតាក៏ប្រៀបដូចជាសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគេដែរប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ដើម្បីចិញ្ចឹមមនុស្សរាប់សែននាក់ដែលជាប់នៅក្នុងទីក្រុងនោះទេដូច្នេះឧត្តមសេនីយ៍បានសរសេរលិខិតអង្គរកមួយទៀតប៉ុន្តែលើកនេះគាត់ភ្លេចដុតវានារីនោះគិតថាធូកំពុងតែចោលសម្រាមមកទៀតហើយប៉ុន្តែនៅពេលនាងបើកលិខិតនោះនាងដឹងថាមានរឿងមិនប្រក្រតីធ្ងន់ធ្ងរធូនោះមានទំនាក់ទំនងទៅនឹងសម័យបុរាណនាងបានអានលិខិតនោះយ៉ាងយកចិត្តទុកដាក់ភ្លាមនិងបានដឹងថាពិភពលោករបស់ពួកគេកំពុងត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយកងទ័ពមនុស្សព្រៃផ្សៃចំនួន30,000នាក់បានឡោមព័ទ្ធទីក្រុងទាំងមូលមនុស្សរាប់មិនអស់កំពុងដាច់ពោះស្លាប់ថែមទាំងមានរបាយការណ៍អំពីការស៊ីសាច់មនុស្សទៀតផងនារីនោះក៏សម្រេចចិត្តជួយពួកគេដូច្នេះនាងបានសរសេរតបវិញដោយសួរថាពួកគេត្រូវការអ្វីខ្លាំងបំផុតឧត្តមសេនីយ៍បានឆ្លើយតបភ្លាមថាទឹកនិងអាហារគឺសំខាន់បំផុតមានទឹកនិងអាហារពួកគេអាចជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់នៅពេលដែលពួកទាហានដឹងថាទេវតានេះមានបំណងចង់ជួយពួកគេទាំងអស់គ្នាចង់ផ្ញើរបស់ត្រឡប់ទៅវិញជាកាដូស្របពេលនោះនារីម្នាក់នោះទើបតែទិញទឹកនិងអាហារអស់តម្លៃ$1 លាននាងកំពុងឆ្ងល់ថាតើនាងល្ងងឬអត់ដែលចំណាយលុយជាង$1 លានដោយសារតែពាក្យសម្ដីពីរបីម៉ាត់របស់មនុស្សចម្លែកភ្លាមនោះមានអ្វីមួយបានធ្លាក់មកចំក្បាលនាងគិតថាពួកគេចោលសម្រាមមកទៀតហើយប៉ុន្តែវាបែរជាដុំមាសទៅវិញមុនពេលនាងអាចយល់ពីអ្វីដែលកំពុងកើតឡើងគ្រឿងអលង្ការថ្លៃជាច្រើនបានចាប់ផ្ដើមហូរចេញពីថូនារីនោះដឹងថានាងហៀបនឹងខ្លាចជាអ្នកមានហើយភ្លាមនោះពេងស្រាធ្វើពីសំរិទ្ធមួយបានលេចចេញពីថូវាហាក់ដូចជាមានតម្លៃខ្លាំងណាស់នារីនោះបានគិតអំពីរបៀបដែលពួកគេនៅតែជាប់នៅក្នុងទីក្រុងទោះបីជាមានអាហារក៏ដោយក៏វាមិនអាចដោះស្រាយបញ្ហារបស់ពួកគេទាំងស្រុងបានដែរនាងសម្រេចចិត្តថានាងត្រូវជួយពួកគេឲ្យឈ្នះសង្គ្រាមនេះដូច្នេះនាងក៏ធ្វើដំណើរទៅហាងលក់វត្ថុបុរាណនៅពេលដែលម្ចាស់ហាងឃើញពេងសំរិទ្ធរបស់នាងគាត់ក៏គាត់និយាយដោយរំភើបថាវាជាពេងដែលរក្សាទុកបានល្អបំផុតដែលគាត់មិនធ្លាប់ឃើញប៉ុន្តែស្រាប់តែគាត់ក៏សម្គាល់ឃើញឈ្មោះប្រទេសនៅខាងក្រោមបន្ទាប់មកគាត់បានប្រកាសថាវាជារបស់คล้ายៗព្រោះប្រទេសនេះមិនដែលមានក្នុងប្រវត្តិសាស្ត្រទេខណៈដែលនារីនោះចាប់ផ្ដើមគិតថានាងត្រូវបានគេបោកអ្នកជំនាញវិតម្លៃម្នាក់បានដើរមកបន្ទាប់ពីពិនិត្យមើលពេងរបស់នាងគាត់រំភើបយ៉ាងខ្លាំងគាត់បានអះអាងថាទោះបីជាប្រវត្តិសាស្ត្រមិនមានកំណត់ត្រាអំពីប្រទេសនេះក៏ដោយគឺដោយសារតែមិនទាន់រកឃើញស្តាងជាក់លាក់ហើយពេងនេះគឺជាស្តាងដ៏ល្អបំផុតនារីនោះក៏សួរយ៉ាងរហ័សថាពេងនេះមានតម្លៃប៉ុន្មានអ្នកជំនាញបាននិយាយថា$200 លានដោយមិនស្ទាក់ស្ទើរនាងបានលក់វាឲ្យគាត់បន្ទាប់មកនាងបានទៅដល់ផ្សារបោះដុំជាមួយនឹងឡានដឹកទំនិញធំជាច្រើនដោយប្រើមេក្រូនាងបានប្រកាសថានាងចង់ទិញអាហារទាំងអស់នៅទីនេះអាជីវករទាំងអស់បានប្រញាប់ប្រញាល់សហការជាមួយនាងមិនយូរប៉ុន្មាននាងបានដឹកពេញឡានទាំងអស់បន្ទាប់មកនាងបានទៅឱសថដ្ឋានដើម្បីទិញថ្នាំដែលឧត្តមសេនីយ៍ត្រូវការឃើញនាងទិញច្រើនបែបនេះមនុស្សម្នាគិតថាថ្ងៃអូសានពិភពលោកជិតមកដល់ហើយពួកគេទាំងអស់គ្នាក៏នាំគ្នាទិញទំនិញស្តុកទុកដែរស្របពេលនោះនារីនោះបានរៀបចំអ្វីគ្រប់យ៉ាងរួចរាល់ហើយឧត្តមសេនីយ៍មិនដែលនឹកស្មានថាស្ថានភាពសង្គ្រាមហៀបនឹងផ្លាស់ប្ដូរនោះទេ